បាទសូមគោរពជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាអឺខ្ញុំបាត់មុខមួយរយៈដោយសារតែខ្ញុំបានជាប់រវល់បន្តិចហើយការធ្វើវីដេអូរបស់ខ្ញុំក៏មិនមានជាការកំណត់វេទិកាដែលច្បាស់លាស់ដែរប៉ុន្តែឥឡូវនេះខ្ញុំបានដាក់គោលដៅមួយគឺខ្ញុំនឹងធ្វើកម្មវិធីទាក់ទងទៅនឹង Microsoft Word តាំងពី basic រហូតទៅដល់ចំណុចមួយដែលថាខ្ញុំចេះដោយសារតែខ្ញុំនឹងចេះប្រើ Word ក៏រៀងស្ទាក់ស្ទើរដែរមិនមែនជាអ្នក advanced អីទេអញ្ចឹងអូខេឥឡូវចាប់ផ្ដើមរៀនទាក់ទងទាំង basics នៃកម្មវិធី Microsoft Word ទាំងអស់គ្នាពេលដែលយើងបើកមកកម្មវិធី Microsoft Word នេះយើងមានឃើញទី1ទាក់ទងទៅនឹង tool នេះគឺមាន home menu ហើយនិងមាន open តើវាខុសគ្នាយ៉ាងម៉េចពាក្យ home បើសិនជាយើងបកប្រែជាភាសាខ្មែរមកមានន័យថាគឺជាផ្ទះផ្ទះហ្នឹងមានន័យថាយើងអាចធ្វើអ្វីបានច្រើននៅក្នុងផ្ទះរបស់យើងឧទាហរណ៍ចុចចូលទៅមានន័យថានៅក្នុងផ្ទះហ្នឹងយើងអាចដូចជាការកំណត់ font អក្សរដូចជាការកំណត់ទាក់ទងទៅនឹងការគូប្រអប់ទាក់ទងទៅនឹងការលេង style លេងអីផ្សេងៗចឹងទៅចំពោះពាក្យថា new ពាក្យថា new ហ្នឹងមានន័យថាយើងចង់បាន template ថ្មីមួយទៀតឧទាហរណ៍ថាយើងកំពុងតែធ្វើការងារនៅក្នុងtemplate មួយអញ្ចឹងស្រាប់តែយើងមានការងារមួយទៀតចូលមកអញ្ចឹងយើងចង់យើងអត់ចង់បិទអាចាស់ទេយើងចង់ធ្វើអាថ្មីហើយនឹងអាចាស់ក្នុងពេលតែមួយយើងចង់បើកថ្មីនិងបើកអាចាស់ក្នុងពេលតែមួយជាមួយគ្នាអញ្ចឹងណាអញ្ចឹងន័យថាយើងអាចចុចយកពាក្យ new នឹងបានគឺយើងអាចធ្វើមានន័យថាយើងអាចបើកទាំង template ចាស់និងអាថ្មីដែលយើងកំពុងតែធ្វើការងារនេះបាទពាក្យថា open ហ្នឹងមានន័យថាបើកក្នុងភាសាខ្មែររបស់យើងគឺអឺឧទាហរណ៍យើងចូលទៅមានន័យថាយើងបើកdocument ថ្មីអីមួយចឹងទៅហើយអានេះ account គឺជាទាក់ទងទៅនឹង account Microsoft Word របស់យើងប្រើ license ឬប្រើ crack អានេះខ្ញុំអត់ដឹងទេស្រ័យលើកុំព្យូទ័ររបស់បងប្អូនចំណែកពាក្យថា option ហ្នឹងគឺយើងមកធ្វើការកំណត់tool ផ្សេងនៅក្នុងMicrosoft Word ប៉ុន្តែជាទូទៅគឺយើងមិនចាំបាច់ទៅកំណត់ option អីច្រើនទេព្រោះវាអត់សូវជាចាំបាច់ទេបើសិនតែយើងជាអ្នកប្រើប្រាស់ធម្មតាអញ្ចឹងអឺក្នុង option ហ្នឹងវាមានច្រើនមានដូចជា general មាន display proofing display ហ្នឹងគឺមានន័យថាយើងលេង style mode អីចឹងទៅដូចនៅក្នុងនេះគឺ printing option អញ្ចឹងទៅដូចជា print drawing create invert អញ្ចឹងទៅមាន print background color and image មានន័យថាយើង print វាជា color ហើយវាចេញទៅជារូបថតអញ្ចឹងទៅ print document property មានន័យថាយើង print ជាមួយនឹង document ដែលយើងកំណត់ tool ផ្សេងអីចឹងទៅវាមានច្រើននៅតាមនឹងទៀតហើយមាន proofing មាន copy plot ហ្នឹងអានឹងគឺ AI គឺថាយើងចូលទៅយើងអាចសួរសំណួរ AI បានហើយ save នេះយើងsave ហ្នឹងអាចបងប្អូនខ្លះគាត់អត់តន់ដឹងថា save ហ្នឹងគឺមានមុខងារអីគេ save ហ្នឹងគឺប្រើសម្រាប់រក្សាឯកសារទុកឧទាហរណ៍ពេលដែលបងប្អូនធ្វើការនៅលើកម្មវិធី Microsoft Word ហ្នឹងបើសិនតែបងប្អូនអត់បានចុច save ឬភ្លេចចុច save ប៉ុន្តែបងប្អូនបិទ computer មានន័យថាការងាររបស់បងប្អូនហ្នឹងគឺនឹងត្រូវអត់បានរក្សាទុកនៅក្នុង computer របស់យើងទេមានន័យថាវា delete ចោលហើយប៉ុន្តែបើថាយើងបាន save ទុកមានន័យថាយើងបានរក្សាឯកសារបានរក្សាការងាររបស់យើងទុកនៅលើ computer របស់យើងហើយ language ហ្នឹងគឺយើងកំណត់ភាសាមានភាសាខ្មែរភាសាអង់គ្លេសបារាំងចិនជប៉ុនថៃអីចឹងទៅមានធូរច្រើនទៀតធូរខ្លះក៏ខ្ញុំអត់ចេះដែរនិយាយតាមត្រង់ដូចជា accessibility ដូចជា advanced ដូចជា customize Rubin quick access tool add in ហើយនឹង trust center ជាដើមខ្ញុំសូមបញ្ជាក់ថាការចែករំលែករបស់ខ្ញុំហ្នឹងខ្ញុំមិនមែនជាអ្នកជំនាញនៅក្នុងកម្មវិធី Microsoft Word ហើយក៏មិនមែនជាអ្នក expert អីដែរគ្រាន់តែថាខ្ញុំស្រឡាញ់ការចែករំលែកខ្ញុំចេះបានប៉ុណ្ណាខ្ញុំចែករំលែកទៅបងប្អូនប៉ុណ្ណឹងហើយបើថាបងប្អូនខ្លះគាត់ចេះជាងខ្ញុំគាត់មើលវីដេអូខ្ញុំឃើញថាខ្ញុំមានកំហុសខ្ញុំបាននិយាយខុសឬក៏ខ្ញុំបានចុច key ណាមួយខុសអីចឹងទៅបងប្អូនអាច comment នៅខាងក្រោមដើម្បីធ្វើការកែប្រែបាន comment នៅក្នុងនៃស្ថាបនាដើម្បីខ្ញុំយកគំនិតក៏ដូចជាមតិយោបល់របស់បងប្អូនហ្នឹងមកកែខៃសមត្ថភាពរបស់ខ្ញុំជាដើមអូខេឥឡូវយើងចាប់ផ្ដើមបើកកម្មវិធី Microsoft Word របស់យើង
គឺយើងបើកនៅត្រង់ blank document សួរថានៅក្នុង new ហ្នឹងយើងអាចធ្វើអីបានខ្លះមានន័យថាវាមាន template ជាច្រើននៅក្នុងនេះគេដាក់ថា more template នៅក្នុងនេះ blank document ហ្នឹងមានន័យថាជាកណ្ដាលសទទេដែលយើងអាចedit អ្វីបាននៅលើនឹងបាន well we will welcome to word ហើយអានេះសិតតែ CV ដែលខ្ញុំ search ពីមុនអញ្ចឹងណាដូចថាខ្ញុំចង់ create CV នៅក្នុង Word ទៅខ្ញុំចុចថាខ្ញុំ search រក template ទាក់ទងទៅនឹង CV ទាក់ទងទៅនឹងអីផ្សេងទៀតដូចជា calendar អីចឹងទៅបើបងប្អូនចង់បាន template ផ្សេងដែលមិនបាច់ create ខ្លួនឯងបងប្អូនអាចចុច new template ហ្នឹងមកវានឹងចេញ template ជាច្រើនដើម្បីឲ្យយើងជ្រើសរើសបានហើយ template ទាំងនោះវាមានច្រើនប្រភេទទៅតាមតម្រូវការរបស់យើងប៉ុន្តែវាអត់សូវនៅក្នុងនេះទាំងអស់ទេយើងអាច search វាបានទាក់ទងទៅនឹងអីគេដូចជា CV អីជាដើមមកវានឹងចេញឲ្យថាវានឹងចេញជា template ឲ្យថារបៀបពីការ CV អីចឹងយើងអាចជ្រើសរើសយកអ្វីយក template ហ្នឹងមួយដែលយើងពេញចិត្តនៅក្នុងការធ្វើ CV របស់យើងប៉ុន្តែបើតាមខ្ញុំដឹង CV ឥឡូវគឺគេចូលចិត្តធ្វើនៅក្នុង Canva ដែលជា website របស់ Australia អញ្ចឹងទៅវាអាស្រ័យលើយើងទេយើងចេះប្រើ Canva ខ្លះយើងប្រើ Canva ទៅយើងចេះប្រើ Word ឬក៏ software អីផ្សេងការធ្វើអីផ្សេងអានឹងវាអាស្រ័យលើយើងទេបើថាយើងចេះអាណាយើងធ្វើអានឹងឲ្យតែល្អទៅគឺការងារយើងវាអាចទទួលយកបានដែរអត់អីទេអញ្ចឹងឥឡូវខ្ញុំចូលមកក្នុង blank document ពេលដែលយើងចូលមកដំបូងហ្នឹងនៅក្នុងកម្មវិធី Microsoft Paper ហ្នឹងយើងឃើញមាន tool ជាច្រើននៅលើនេះដំបូងមាន file មាន home មាន insert មាន draw មាន design មាន layout មាន reference មាន backlink មាន review មាន view និងមាន help ជាដើមជាដំបូងខ្ញុំសូមធ្វើការបញ្យល់ tool មួយទៅកាន់បងប្អូនដើម្បីឲ្យបងប្អូនទទួលបានថាតើមុខងារ tool មួយហ្នឹងគឺគេប្រើដើម្បីធ្វើអីគេចំពោះ file ហ្នឹងគឺពេលដែលយើងចុចមកយើងឃើញ tool ផ្សេងទៀតនៅក្នុង file ដូចជា home new open info មាន save as print share export close account option ជាដើមយើងដឹងស្រាប់ហើយថាពាក្យថា save គឺយើងរក្សាឯកសារទុកប៉ុន្តែសួរ save ហើយនិង save as ខុសគ្នាយ៉ាងម៉េចពាក្យ save និង save as ឧទាហរណ៍ថាបងប្អូនមានឯកសារមួយយកមកពីរបស់គេអញ្ចឹងណាMicrosoft Word របស់គេបើសិនតែបងប្អូនធ្វើការកែសម្រួលទៅលើឯកសាររបស់គេបើសិនតែបងប្អូនកែលើឯកសារគេហើយបងប្អូនចុច save មានន័យថាឯកសាររបស់គេគឺត្រូវបានកែហើយប៉ុន្តែបើសិនតែបងប្អូនចុច save as មានន័យថាបងប្អូននឹងវាដូច copy អញ្ចឹងណាលក្ខណៈថាអ្វីដែលបងប្អូនបានកែគឺវាបង្កើតជា file ផ្សេងមួយទៀតគឺ save as ប៉ុន្តែរបស់គេដែលជា original របស់គេគឺវានៅតែជារបស់គេអញ្ចឹងទៅវាអត់មានការកែប្រែអីទេចំពោះ print នេះបងប្អូនដឹងហើយថាការ print ហ្នឹងគឺយើង print ឯកសាររបស់យើងចេញមកខាងក្រៅអញ្ចឹងទៅបើយើងមានម៉ាស៊ីន print យើង connect ជាមួយម៉ាស៊ីន print មកហើយយើងកំណត់ចំពោះ option ផ្សេងដែលយើងចង់បានដូចជាกระดาษផ្ដេកกระดาษបញ្ឈរกระดาษ A4 A3 A5 A0 អីចឹងទៅតាមការចង់បានរបស់បងប្អូនតែខ្ញុំអត់ដែលមានម៉ាស៊ីន print ទេហើយការ print មួយទៀតក៏យើងអាច print វាជា PDF បានដែរដូចជាយើងដាក់ជា Adobe PDF ចឹងទៅយើង print មកវាចេញជា PDF យើងអាចshare ចែករំលែកគ្នាបានយើងអាចផ្ញើកិច្ចការរបស់យើងជា PDF ទៅកាន់ friend ទៅកាន់គ្រូអ្នកគ្រូរបស់យើងឬក៏ក្រុមការងាររបស់យើងជាដើមចំពោះពាក្យ share ហ្នឹងគឺ share នៅកន្លែងនេះគឺយើងអាច share កិច្ចការរបស់យើងទៅជាមួយនឹងអ្នកណាដែលយើងស្គាល់ឬក៏ឧទាហរណ៍យើងធ្វើការជា team work ចឹងទៅយើង share ឯកសាររបស់យើងឲ្យគេកែតម្រូវផ្ញើទៅតាម email អីជាដើមតែឥឡូវគេចូលចិត្តប្រើ Telegram តែ Telegram គឺជាបរិបទនៃស្រុកយើងប៉ុន្តែបើថាពួកខាងអឺរ៉ុបគេនៅតែជាគេនៅអភិរក្ស email ដដែលអញ្ចឹងគេប្រើប្រាស់តាម email ជាជាងការប្រើ Telegram ប៉ុន្តែយើងត្រូវបត់បែនមួយចឹងឯងយើងធ្វើការនៅស្រុកយើងប្រើ Telegram ទៅបើយើងធ្វើការជាមួយនឹងក្រុមហ៊ុនបរទេសដូចជាពួកបារាំងពួកអីយើងប្រើ Gmail អីទេ
ចំពោះ tool នេះគឺ export ហ្នឹងគឺវាជាការដែលថាយើងអាចធ្វើការងាររបស់យើងនៅក្នុង Word ហ្នឹងគឺជា PDF ដើម្បីយកបាន PDF យើងចុចយកអានេះក៏បានអានេះក៏បានប៉ុន្តែអាពីរហ្នឹងវាខុសគ្នាពេលដែលយើងចុចអាលើហើយអាក្រោមហើយយើង create ជា PDF វាsorry កន្លែងចំណុចនេះខ្ញុំចំណុចមួយនេះសូមជួយរៀបថាចំណុចមួយនេះខ្ញុំក៏អត់ទាន់ច្បាស់អំពីមុខងារប្រើប្រាស់របស់វាដែរជាទូទៅខ្ញុំធ្វើវាដោយការចាំដៃអញ្ចឹងណាដូចថាខ្ញុំពេលដែលខ្ញុំ export ជា Word មួយ PDF គឺខ្ញុំចុច create និងយកបដោយប៉ុន្តែអាពីរនេះវាមានមុខងាររបស់វាចាំមើលខ្ញុំនឹងបង្ហាញនៅវីដេអូក្រោយទៀតហើយ clock នេះគឺបិទគឺយើងបិទយកមកបាទឥឡូវយើងបន្តទៅទៀតទាក់ទងនឹងកន្លែង home ប្រែថាផ្ទះបើយើងនិយាយជាទូទៅនៃសាមញ្ញមានន័យថាផ្ទះគឺជាអ្វីដែលយើងមានអញ្ចឹងណាដូចថាផ្ទះរបស់យើងវាមានតុវាមានទូមានកៅអីមានកន្លែងដេកមានស្អីសពមុខដែលយើងតបតែងដើម្បីជួយសម្រួលដល់ការរស់នៅរបស់យើងខ្លួនប្រាណរបស់យើងអានេះក៏ដូចគ្នាដែរផ្ទះហ្នឹងគឺមានន័យថាយើងជួយសម្រួលដល់កិច្ចការងាររបស់យើងចាញ់វាមាន style បែបណាវាមានfont អក្សរបែបណាមាន color បែបណាមានក្របបែបណា background បែបណាអញ្ចឹងទៅហើយចំពោះនៅក្នុង tool home ហ្នឹងវាមានច្រើនមែនទែនខ្ញុំសូមជម្រាបប្រាប់បងប្អូនថាក្នុងកម្មវិធីមួយ program មួយគឺវាមាន tool ច្រើនមែនទែនគឺយើងម្នាក់គឺចេះអត់អស់ទេម្នាក់ចេះទៅតាមការងាររបស់ខ្លួនអញ្ចឹងដូចថាអ្នកដែលធ្វើ report អីអញ្ចឹងទៅគាត់ចេះរៀបថាប្រើ Word ទាក់ទងទៅនឹងការធ្វើ report អីអញ្ចឹងទៅហើយអ្នកដែលសេសភៅគាត់ចេះអំពីការសេសភៅនៅក្នុង Word អញ្ចឹងទៅប៉ុន្តែមនុស្សម្នាក់គឺមិនអាចចេះអស់ទេហើយវីដេអូនេះខ្ញុំសូមឆ្លេះតែប៉ុណ្្នឹងសិនវាជាភាគ1របស់ខ្ញុំហើយយើងនឹងជួបគ្នាតទៀតទៅភាគ2អញ្ចឹងខ្ញុំសូមអរគុណបងប្អូនអរគ្នាដែលបានចំណាយពេលស្ដាប់